ញាតគាំទ្រយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជានៅថ្ងៃទី2ខែមិថុនាឆ្នាំ2026ស្តីពីដំណោះស្រាយរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជាថៃក្នុងការប្រើប្រាស់យន្តការផ្សព្វផ្សាយដោយចាប់បង្ខំក្រមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីដោះស្រាយដោយសន្តិវិធីបន្ទាប់ពីភាគីថៃបានប្រកាសដាក់ខ្លួនជាឯកតោភាគីចេញពីអនុសារណៈនៃការយល់គ្នាឆ្នាំ2001នាពេលថ្មីកន្លងទៅនេះយើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនឹងការសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃនៅអនុសារណៈនៃការយល់គ្នាឆ្នាំ2001ដែលបានដើរតួនាទីជាក្របខ័ណ្ឌទ្វេភាគីជាសារវ័នតែមួយគត់ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នាក្នុងនាមជាប្រទេសដែលប្រកាន់ភ្ជាប់នៅការគោរពច្បាប់អន្តរជាតិនិងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីកម្ពុជាពុំមានជំរើសអ្វីផ្សេងក្រៅពីការយកច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រមកធ្វើជាមូលដ្ឋានជាពិសេសយន្តការផ្សព្វផ្សាយដោយចាប់បង្ខំដែលមានចែងច្បាប់នៅក្នុងអនុសញ្ញានេះក្នុងស្មារតីខាងលើនេះយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សព្វផ្សាយដោយចាប់បង្ខំនេះនិងបដិញ្ញាចិត្តមិនងាករេចំពោះច្បាប់អន្តរជាតិនិងសន្តិភាពតំបន់យើងខ្ញុំទាំងអស់គ្នាជឿជាក់លើរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាគ្រប់បែបយ៉ាងសម្រាប់សង្គមជាតិទាំងមូលដោយសន្តិវិធីនេះនិងការពារនៅអធិបតេយ្យជាតិការពង្រឹងទំនុកចិត្តការបើកឱកាសឲ្យការប្រើប្រាស់ធនធានថាមពលការគ្រប់គ្រងដល់ការអភិវឌ្ឍនិងការបង្កើតឱកាសការងារថ្មីមិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយៗនៃប្រទេសទាំងពីរទៀតផងថ្ងៃអង្គារ2រោចខែចេសឆ្នាំបូមីអត្តស័កពុរសករាជ2570កំពង់ស្ពឺថ្ងៃទី2ខែមិថុនាឆ្នាំ2026